ដល់ថ្ងៃធ្វើគីមឈីទៀតហើយថ្ងៃនេះមានស្ពៃចំនួន100គីឡូមកធ្វើគីមឈីខ្ញុំធ្វើរៀងច្រើនអញ្ចឹងដោយសារខ្ញុំត្រូវបោះដុំទៅឲ្យគេផងហើយនឹងមានបងប្អូនខ្លះគាត់កំងរាយផងតាមเพจផងតាម account ផងហើយនឹងតាមផ្ទាល់ខាងក្រៅផងតោះឥឡូវមកមើលអំពីរបៀបធ្វើគីមឈីរបស់ខ្ញុំទាំងអស់គ្នាស្ពៃបូកគោត្រូវបានរើសយកតែល្អៗណាបងប្អូនយកមកដល់បកស្បកដែលចាស់ចេញចោលអស់ហើយបានចាប់ផ្ដើមពុះស្ពៃជា2ចាពុះជា2ហើយអាមួយចំហៀងនោះត្រូវជ្រៀកវាបន្តិចទៀតរួចហើយយកមករោយអំបិលបងប្អូនសម្រាប់ការរោយអំបិលរបស់ខ្ញុំវិញគឺខ្ញុំរោយមួយស្រទាប់មកអត់មែនថាលាយទាំងអំបិលចាក់អីអត់ទេចាហើយគឺខ្ញុំដាក់ទាំងដុំអញ្ចឹងដើម្បីងាយស្រួលយើងឆែកស្លឹកវាថាស្លឹកមួយណាវាទុនស្លឹកមួយណាវានៅរឹងអីអញ្ចឹងទៅហើយពេលព្រោះអំបិលចូលស្ពៃហើយគឺយើងដាក់ត្រៀបជួរចូលក្នុងធុងហើយផ្អាប់ទុក7-8ម៉ោងអីហ្នឹងគឺយើងអាសាបើកមើលដែរ2-3ម៉ោងហើយបើកមើលម្ដងប្រែមើលអញ្ចឹងណាអាណាទុនអញ្ចឹងយកមកដាក់លើអាណារឹងយកទៅដាក់ក្រោមអញ្ចឹងដើម្បីឲ្យវាឆាប់ទុនដែរហើយខ្ញុំអត់ប្រើទឹកអំបិលស្រោចពីលើទៀតទេដោយសារតែស្ពៃអញ្ចឹងខ្ញុំមានកំណត់ថាស្ពៃប៉ុន្មានខ្ញុំប្រើអំបិលប៉ុន្មានដាក់ទៅកុំឲ្យប្រៃពេកហើយក៏កុំឲ្យស្ទើរអំបិលអញ្ចឹងហើយពេលផ្អាប់គ្រប់ម៉ោងហើយគឺខ្ញុំឆែកស្ពៃហើយថាមកគុំវាហ្នឹងវាទុនស្មើគ្នាអត់បើអត់ទុនទេយើងត្រូវធ្វើមិនទៀតត្រូវបេះចេញឬក៏ត្រូវដាក់ផ្អាប់បន្តទៀតឬយ៉ាងម៉េចតែបើយើងផ្អាប់លើសម៉ោងពេកក៏អត់ល្អដែរចាពេលឆែកឃើញទុនល្អហើយគឺយកស្ពៃទៅលាងហើយបងប្អូនខ្ញុំលាង3ទៅ4ទឹកហើយការលាងវិញគឺដាក់ទឹកក្នុងធុងផងនិងប្រហូរទឹកថែមពីលើទៀតផងខ្ញុំលាងឲ្យរាងច្រើនទឹកតិចដើម្បីឲ្យប្រកាសថាវាបានជ្រះដីកតិកទីផ្សេងដែលវានៅជាប់នឹងស្ពៃអីអញ្ចឹងបងប្អូនបន្ទាប់មកទៀតខ្ញុំដាក់សម្រស់បន្ទាប់ពីសម្រស់ហើយគឺយើងកាត់តូចមកល្មមញ៉ាំហើយដាក់សម្រស់ទៀតយើងអត់ពូតអត់ច្បាច់ទេកាលណាពូតច្បាច់ទៅវាធ្វើឲ្យទក់ស្ពៃអត់ឆ្ងាញ់ទេបើនិយាយពីគ្រឿងធ្វើគីមឈីវិញអ្នកណាក៏ដឹងដែរចាដំបូងគឺយើងកូរម្សៅអង្ករត្នោតហ្នឹងឲ្យរាងបន្តិចមកបន្ទាប់មកបានយើងចាក់ម្សៅម្ទេសចូលរួចហើយកូរវាឲ្យសព្វទៅបន្ទាប់មកបានយើងទុកឲ្យត្រជាក់សិនខ្ទឹមសខ្ទឹមក្រហមប៉ោមសេរីខ្ញីម៉ាំបាកាការ៉េហ្នឹងកិនចូលគ្នាមកហើយបានខ្ញុំដាក់ចូលផ្លេកទឹកត្រីផងហើយស្ករបន្តិចដែរ100គីឡូអញ្ចឹងគឺយើងដាក់ស្ករតែ1ខាំអីទេដោយសារតែជាតិផ្អែមចេញពីប៉ោមសេរីនិងបន្លែផ្លែឈើផ្សេងទៀតហើយអញ្ចឹងបើយើងដាក់ស្ករច្រើនអត់ល្អទេបន្លែបន្ថែមគឺខ្ញុំមានឆៃថាវហើយនិងស្លឹកខ្ទឹមគ្រឿងលាយរួចហើយស្ពៃក៏ស្រស់ល្អគឺដល់ពេលលាយការលាយចឹងដែរគឺយើងប្រើដៃថ្នមជ្រោកចឹងណាបងប្អូនបើសិនជាយើងចង់បានដុំគឺកុំកាត់វាចឹងយើងលាយមួយស្លឹកមកគីមឈីលាយហើយហ្នឹងគឺយើងរក្សាទុករយៈពេល5ទៅ7ម៉ោងហើយគឺអាចញ៉ាំបានហើយសម្រាប់អ្នកអត់ចូលចិត្តជូរបើសិនអ្នកចូលចិត្តជូរខ្លាំងទុកមួយយប់ទៅតែបើសិនជាខែល្ងាបងប្អូនទុករៀងយូរបន្តិចទៅព្រោះដោយសារអាកាសធាតុត្រជាក់ធ្វើឲ្យការកាត់ជូរហ្នឹងវារៀងយូររបៀបធ្វើរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនអាចសាកល្បងធ្វើនៅផ្ទះតាមខ្ញុំក៏បានឬក៏អាចថាអូខាតពេលវេលាបាក់ទិញគ្រឿងអស់ច្រើនបងប្អូនអាចកំងពីខ្ញុំក៏បានដែរ1គីឡូត្រឹមតែ16000ទេតែបើបងប្អូនយកច្រើនគឺគិតតម្លៃបោះដុំជូន